ទ្វារឈើធម្មជាតិមានភាពឧត្តមនិងថ្នាក់ខ្ពស់ខណៈដែលទ្វារឈើឧស្សាហកម្មមានលក្ខណៈចម្រុះសាមញ្ញនិងងាយស្រួលតើអ្វីជាឧបសគ្គរបស់អ្នកចូលមកជាមួយ Segundo ដាក់ទ្វារទាំងពីរនេះលើទៅវាយតម្លៃគ្នាចុះទ្វារឈើធម្មជាតិរបស់ Segundo ផ្ដល់នូវភាពស្រស់ស្អាតថ្នាក់ខ្ពស់ជាមួយនឹងគំរូស្នាមឈើធម្មជាតិដ៏ប្លែកគ្មានទ្វារណាដូចទ្វារណាទេជាពិសេសទ្វារឈើធម្មជាតិមានភាពធន់ទ្រាំខ្ពស់អាចគង់វង្សបានច្រើនជំនាន់ប្រសិនបើថែទាំបានត្រឹមត្រូវទោះជាយ៉ាងណាតម្លៃរបស់វាក៏ខ្ពស់ផងដែរនិងតម្រូវឲ្យមានការថែទាំជាទ្វារឈើឧស្សាហកម្មចំណែកឯទ្វារឈើឧស្សាហកម្មរបស់ Segundo គឺខ្លាំងដោយសារភាពចម្រុះនៃគំរូនិងពណ៌ដែលសមនឹងស្ទីលផ្ទះប្រមូលផ្ដុំទាន់សម័យផលិតពីឈើកែច្នៃនិងសម្ភារៈសិប្បនិម្មិតទ្វារឈើឧស្សាហកម្មមិនត្រឹមតែជួយថែរក្សាបរិស្ថានប៉ុណ្ណោះទេថែមទាំងមានតម្លៃសមរម្យជាងទោះជាយ៉ាងណាភាពធន់ទ្រាំរបស់វាប្រហែលជាមិនស្មើនឹងទ្វារឈើធម្មជាតិទេជាពិសេសនៅក្នុងបរិស្ថានដែលសើមការប្រៀបធៀបភាពធន់ទ្រាំទ្វារឈើធម្មជាតិមានភាពធន់ទ្រាំល្អជាងអាចទប់ទល់នឹងការប៉ះពាល់ពីពេលវេលានិងបរិស្ថានបានល្អទ្វារឈើឧស្សាហកម្មទោះបីមានភាពធន់ទ្រាំទាបជាងក៏ដោយសារបច្ចេកវិទ្យាផលិតទាន់សម័យវានៅតែធន់ទ្រាំបានល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងបរិស្ថានដែលមិនសើមខ្លាំងការប្រៀបធៀបតម្លៃប្រសិនបើអ្នកកំពុងស្វែងរកជម្រើសសន្សំសំចៃទ្វារឈើឧស្សាហកម្មគឺជាជម្រើសដ៏ល្អឥតខ្ចោះដោយសារតម្លៃទាបជាងប៉ុន្តែនៅតែធានាបាននូវសោភ័ណចំណែកឯប្រសិនបើអ្នកមិនខ្លាចការវិនិយោគសពភាពឧត្តមនិងថ្នាក់ខ្ពស់ទេទ្វារឈើធម្មជាតិគឺជាជម្រើសដ៏ល្អឥតខ្ចោះទ្វារឈើធម្មជាតិនិងទ្វារឈើឧស្សាហកម្មមានគុណសម្បត្តិផ្ទាល់ខ្លួនពិតជាពិបាកក្នុងការសម្រេចចិត្តមែនទេសូមទុកព័ត៌មានរបស់អ្នកឲ្យ Segundo ដើម្បីអាចផ្ដល់យោបល់ជូនអ្នកឲ្យរកឃើញដំណោះស្រាយទ្វារដ៏ល្អបំផុតចុះ